ជាឡានក្រុងពីពលិជនហត់ថ្មីមកកណ្ដាលក្រុងភ្នំពេញទាំងអស់គ្នាជម្រាបសួរបងប្អូនទាំងអស់គ្នានិយាយទៅមុននឹងឡើងជិះឡានក្រុងគឺយើងត្រូវចុះពីយន្តហោះសិននៅពេលដែលបងប្អូនចុះពីយន្តហោះបងប្អូនដើរមករកផ្លូវចូលពលិយន្តហោះដូចគេដូចឯងហ្នឹងមកនៅពេលដែលដើរមកដល់បងប្អូនទៅហុកមើលផ្លាកគេថាស្ថានីយ៍អ្នកដំណើរមកដល់យើងមកដល់ហ្នឹងបាត់ឆ្វេងមកបងប្អូនអត់មានខុសអីទេមកដល់ហ្នឹងបាត់ឆ្វេងដើរតាមគេតាមឯងចូលមកដល់គឺកន្លែងវាយប៉ាសពតចូលប្រទេសកម្ពុជារបស់យើងនេះឯងនៅពេលដែលយើងវាយប៉ាសពតចូលប្រទេសហើយកន្លែងគេឲ្យថតនេះសុំទោសបងប្អូន គឺយើងត្រូវចុះមកក្រោមដើម្បីមកយកវ៉ាលីនេះខ្សែពីនអីវ៉ាន់គឺដូចថាវ៉ាលីយើងនៅលេខម៉ានគឺយើងត្រូវទៅមើល LED ដែលគេដាក់ថាឈ្មោះចំហយើងជិះនេះឈ្មោះនេះត្រូវទៅយកវ៉ាលីនៅទូលេខប៉ុណ្នេះហ្នឹងហើយអញ្ចឹងបងប្អូនទៅរកមើល LED នៅខាងក្រោមនោះបងប្អូនគឺគ្រាន់តែចុះពីចដាយន្តមកគឺមានចដាផ្អាប់ចដាយន្តអីចឹងទៅគឺយើងចង់ជិះមួយណាក៏បានដែរនិយាយទៅគឺស្អាតសាហាវតែម្ដងណាបងប្អូននេះយើងមកមើលជាមួយនឹង LED មួយនេះហើយយើងដឹងហើយថាយើងត្រូវទៅយក នៅទូលេខប្រមាណវ៉ាលីហ្នឹងណាបងប្អូនហើយកន្លែងយកវ៉ាលីវិញគឺធំទូលាយងាយស្រួលរកមើលវ៉ាលីតែម្ដងបងប្អូនអូនិយាយទៅគឺអែមខ្លាំងមែនតើខ្ញុំនិយាយមែនណាបងប្អូនប្រលេងយន្តហោះយើងគឺស្អាតសាហាវតែម្ដងណាបងប្អូននៅពេលដែលបានទៅដល់បានដឹងថាស្អាតខ្លាំងប៉ុណ្ណាអូយនិយាយទៅពិបាកពណ៌នាតែម្ដងជាភាសាការរចនាបថការតុបតែងការ design ដេគ័រផ្សេងៗអូយគឺដូចនៅក្នុងអនាគតកាលអញ្ចឹងធំហើយស្អាតទៀតអូយមែនខ្ញុំនៅតែសរសើរមិនដាច់ពីមាត់នោះទេជាមួយនឹងប្រលេងយន្តហោះថ្មីរបស់យើង ជាពិសេសអ្នកដែលធ្វើដំណើរមកដល់ពលិយន្តហោះយប់ឡើងកុំបារម្ភថាពិបាករកអីជិះអត់ទេគឺមានឡានក្រុងវិញណាគឺអាចដំណើរការតាំងពីម៉ោង5ភ្លឺរហូតដល់ម៉ោង11យប់បងប្អូនបង់លុយត្រឹមតែម្នាក់1500រៀលតែប៉ុណ្ណោះអាចជិះបានគ្រប់ជាតិសាសន៍មិនប្រកាន់ពូជសាសន៍មិនប្រកាន់វ័យនោះទេនិយាយមែនគឺចំណុចចុងក្រោយគឺនៅសួនគុជកណ្ដុងតែម្ដងនៅក្រុងភ្នំពេញយើងតែម្ដងពិបាកនោះទេចំណេញពេលវេលាចំណាយថវិកាតិចហើយសុវត្ថិភាពចរាចរណ៍ទៀតរកណាបាននិយាយទៅគឺអែមតែម្ដងបងប្អូនកុំភ្លេចណាជួយចុច Like ចុច Share និងទស្សនាវីដេអូនេះបានច្រើនៗឲ្យបងប្អូនទាំងអស់គ្នាបានដឹងអរគុណជម្រាបលា